Hello បាទសួស្តីបងប្អូនអរគុណបាទថ្ងៃនេះខ្ញុំបាននឹងធ្វើការបង្ហាញពីរបៀបនៃការឆ្លាក់អក្សរខ្មែរយើងឲ្យបានស្អាតដូចអក្សរពុម្ពបាទនេះគឺអក្សរកដែលយើងឆ្លាក់ជាទម្រង់មូលបាទហើយបែប 3D បាទអញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់សិល្បៈនៃការឆ្លាក់អក្សរណាបាទតោះតាមដានទស្សនាទាំងអស់នេះបាទនេះអញ្ចឹងជាដំបូងមុននឹងយើងពង្រៀងឆ្លាក់អក្សរហ្នឹងគឺយើងត្រូវគូអា4ជ្រុងនេះសិនបាទអា4ជ្រុងនេះបន្ទាត់4ជ្រុងហ្នឹងខ្ញុំយកຂະຫນាត5សង់ទីម៉ែត្រដូចបានឃើញមិញហ្នឹងណាបាទ5សង់ទីម៉ែត្រអញ្ចឹងវាជីទៅគឺវារាងការ៉េហ្មងបាទអក្សរហ្នឹងគឺរាងការ៉េបាទអញ្ចឹងបន្ទាប់ពីយើងគូ4ជ្រុងហ្នឹងមកហើយគឺយើងពង្រៀងជាខ្មៅដៃសិនបាទព្រោះជាយើងខុសកុំឲ្យពិបាកលុបបាទជាខ្មៅដៃយើងខុសអីកំហុសអីគឺយើងលុបបានបាទមែនទេទៅមិនបាច់ចាំបន្ទាត់អញ្ចឹងក៏បានដែរស្មានយកនៅពេលដែលយើងបានឆ្លាក់អក្សរច្រើនហើយយើងស្មានយកហ្មងក៏បានដែរឆ្លាក់លើกระดาษលាតឬទៅស្រួលស្មានទៀតបាទប៉ុន្តែសម្រាប់តែមួយអក្សរពីរអក្សរអីណាតែច្រើនអក្សរយើងសេចង់បានស្មើស្អាតហើយដាច់ខាតត្រូវតែមានបន្ទាត់ដែរបាទត្រូវមានបន្ទាត់បានស្អាតបាទហើយនេះគឺខ្ញុំពង្រៀងជាអក្សរទម្រង់មូលបាទអក្សរកបែបទម្រង់មូលអក្សរឆ្លាក់ណាបាទបន្ទាប់ពីយើងពង្រៀងខ្មៅដៃហើយនេះគឺយើងគូបិចខ្មៅយកតែម្ដងអានេះជាប្រភេទបិចហ្វឺតណាបាទប្រភេទបិចហ្វឺតឲ្យវាច្បាស់ដិតចេញរូបរាងវាច្បាស់អញ្ចឹងក្នុងពេលដែលយើងកំពុងសរសេរបិចហ្វឺតហ្នឹងណាគូពីលើហ្នឹងគឺជាឱកាសដែលយើងអាចកែមានន័យថាពេលដែលយើងព្រៀងខ្មៅដៃមិញហ្នឹងទោះបីកន្លែងខុសខ្លះយើងមិនបាច់លុបក៏បានដែរប៉ុន្តែយើងអាចកែតម្រូវវានៅពេលដែលយើងគូសបិចខ្មៅហ្នឹងបាទបិចហ្វឺតខ្មៅហ្នឹងគឺយើងគូសបណ្ដោយយើងស្មានថាអាណាដែលវាយើងកែឲ្យអញ្ចឹងគូសបិចខ្មៅសម្រេចតែម្ដងបាទនេះសម្រាប់បន្ទាប់ពីចេញជារូបរាងអក្សរកហើយហ្នឹងបាទរបៀបទាញដោយបងប្អូនបានឃើញមិញហ្នឹងណាបាទរៀងលឿនតិចប៉ុន្តែយើងអាចមើលយឺតបានហើយយើងនេះខ្ញុំគូ frame វានៅជុំវិញតែម្ដងបាទអានេះមិនមែនជាលក្ខណៈជាស្រមោលទេប៉ុន្តែជា frame ព័ទ្ធជុំវិញវាបន្ទាប់មកចាំយើងជះស្រមោល 3D បាទនេះគូបចិតនេះខ្មៅដៃសិនមកកុំឲ្យខុសហ្នឹងហើយអាចគូបិចយកត្មងហ្នឹងវាអាចនឹងខុសអីតិចទៅយើងបាក់លុបបាទអញ្ចឹងខ្មៅដៃសិនទេបាទត្មង 3D នេះគឺជាទូទៅខ្ញុំចូលចិត្តយកបច្ឆិតមកខាងហ្នឹងបាទព្រោះវារៀងស្អាតជាងបច្ឆិតទៅជ្រុងផ្សេងតែមិនស្អាតដូចគ្នាបាទប៉ុន្តែយើងទម្លាប់ណាយើងចូលចិត្តអញ្ចឹងទៅយើងគូអញ្ចឹងមកពលឺមកពីខាងស្ដាំខាងពីលើណាអញ្ចឹងជះស្រមោលមកខាងក្រោមផ្នែកខាងឆ្វេងហ្នឹងបាទតែគូអញ្ចឹងមកបន្ទាប់ពីយើងនេះមកយើងនេះគូសបិចហ្វឺតនឹងពីលើទៀតមកតង់ទៀតឲ្យវាច្បាស់តិចចេញរូបរាងវាឲ្យច្បាស់តិចណាបាទបន្ទាប់ពីយើងគូអាហ្នឹងហើយតាមយើងនេះបាទបស៊ីខ្មៅដៃបស៊ីឲ្យស្មើសាច់អាហ្នឹងណាបាទស្មើសាច់ហើយវាអត់សូវស្មើទេបាទដៃហ្នឹងបាទបស៊ីបន្ថែមទៅបាទទៅគឺវាស្មើសាច់ល្អហើយបាទហើយបើខ្លាយប្រឡាក់ដៃទេกระดาษជូនមាត់យើងហ្នឹងបាទដាក់ជាប់ចោលដៃមកយើងបស៊ីវាទៅស្មើសាច់ហើយបាទនេះដែលយើងគូស្រមោល 3D គឺយើងគូបែបអញ្ចឹងបើយើងបច្ឆិតទៅណាយើងផាត់ស្រមោលឲ្យទៅបច្ឆិតបែបអញ្ចឹងដែរអញ្ចឹងណាបាទឆិតមកឆ្វេងអញ្ចឹងយើងបច្ឆិតទៅឆ្វេងដែរបើយើងស្រមោល 3D ជះបច្ឆិតទៅស្ដាំយើងផាត់បែបបច្ឆិតទៅស្ដាំដែរបញ្ចោបច្ឆិតទៅស្ដាំដែរបាទអានេះតាមទម្រង់ដែលយើងចង់បានទេចង់បានទៅណាក៏បានដែរបាទនេះបន្ទាប់ពីយើងផាត់ហើយទៅយើងលុបអាណាដែលវាលើសណាបាទខ្មៅដៃធម្មតាផាត់ទៅវាលើសប៉ះទៅអាកន្លែងផ្ទៃសអញ្ចឹងយើងលុបចេញឲ្យវាមើលទៅអាក្រក់មើលតោះមកយើងគូជាអានេះជាស្រមោលអានេះដែលខ្ញុំផាត់មុនហ្នឹងមិញហ្នឹងអាហ្នឹងជាកម្រាស់អក្សរឯងជាកម្រាស់បាទន័យថាអក្សរហ្នឹងគឺជាដុំអក្សរមួយដែលវាមានកម្រាស់របស់វាណាបាទដែលខ្ញុំឲ្យដែលខ្ញុំកំពុងផាត់នេះអាហ្នឹងគឺយើងហៅថាជាស្រមោលបាទស្រមោលអក្សរនេះតាមពិតទៅបើយើងអត់ធ្លាប់ឆ្លាក់ហ្មងគឺមានអារម្មណ៍ថាពិបាកប៉ុន្តែនៅពេលដែលយើងបានមើលពីរបៀបវិធីឆ្លាក់វិធីទាញពីណាទៅណាមកហើយគឺមានអារម្មណ៍ថាងាយវិញប៉ុន្តែសំខាន់គឺតើតើយើងបានអនុវត្តដែរណាបាទអនុវត្តជាប្រចាំថ្ងៃដែរបើយើងស្រឡាញ់ណាសិល្បៈនៃការឆ្លាក់អក្សរបាទតើយើងឆ្លាក់យូរទៅគូកនូចឹងដែរបាទបើយើងស្រឡាញ់គូកនូខ្លាំងតើយើងអាសាគូចឹងទៅដំបូងគូតាមយូរទៅបានយើងបែកចេញជាអ្វីដែលជាខ្លួនឯងបាទ
បាទអញ្ចឹងនេះសម្រាប់ហើយបាទសម្រាប់ហើយបាទអក្សរកតម្រងមូលបែប 3D បាទឆ្លាក់តាមធម្មតាគឺយើងឆ្លាក់តាមទម្រង់អក្សរពុំហ្នឹងហើយបាទអញ្ចឹងទោះបីថាមិនដូចអក្សរពុំ 100% បាទក៏វាបានមកគ្រាន់មើលដែរបាទអរគុណបាទសង្ឃឹមថាបងប្អូននឹងចូលចិត្តបាទហើយកុំភ្លេចជួយ follow page ក៏ជា subscribe channel YouTube ផងដែរអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ